សពតបខៀវកម្ពុជាពីរូបកំពុងត្រូវបានបញ្ជូនមកកម្ពុជាតាមយន្តហោះដែលនឹងមកដល់មាតុភូមិឆាប់ៗនេះសពកងទ័ពមុខខៀវកម្ពុជាពីរូបគឺអនុសេនីយ៍ឯកដួងមហាលីនិងអនុសេនីយ៍តូផាតម៉ូនីដែលបាត់បង់ជីវិតកាលពីថ្ងៃទី13ខែឧសភាឆ្នាំ2025នៅទីក្រុងម៉ាឡាកាល់ប្រទេសស៊ូដង់ខាងត្បូងត្រូវបានអ្នកជំនាញបញ្ជូនតាមយន្តហោះមកកាន់កម្ពុជាវិញហើយដែលគ្រោងនឹងមកដល់មាតុភូមិកំណើតក្នុងពេលឆាប់ៗខាងមុខនេះដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណីនេះបើតាមសំណេរលើ Facebook ឧត្តមសេនីយ៍តូសែមរតនាអគ្គនាយករងមជ្ឈមណ្ឌលជាតិរិសាសន្តិសុខដែលស្រង់សម្ដីមេបញ្ជាការកងអនុសេនីយ៍ធំរាជអាវុធហត្ថមុខខៀវកម្ពុជាកញ្ញាវរៈសេនីយ៍ឯកកែនបុប្ផាដែលបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូងផ្សព្វផ្សាយនៅល្ងាចថ្ងៃសៅរ៍នេះកាលពីថ្ងៃទី20ខែឧសភាមេបញ្ជាការប្រចាំតំបន់ភូមិភាគខាងត្បូងភូមិភាគខាងលិចមេបញ្ជាការកងអនុសេនាធំរាជអាវុធហត្ថលេខ872និងមេបញ្ជាតាមបណ្ដាប្រទេសដែលឈរជើងនៅ UN ថំភិងទីក្រុងជូបានិងតំបន់ម៉ាឡាកាល់នៃតំបន់បេសកកម្មសាធារណរដ្ឋស៊ូដង់ខាងត្បូងក៏បានអញ្ជើញចូលរួមគោរពដួងវិញ្ញាណក្ខន្ធអ្នកទាំងពីរមុននឹងបញ្ជូនសារសពមកកាន់ប្រទេសកំណើតវិញនាថ្ងៃនេះក្រសួងការពារជាតិកម្ពុជានិងភាគីពាក់ព័ន្ធមិនបានអត្ថាធិប្បាយលម្អិតអំពីមូលហេតុដែលនាំឲ្យកងទ័ពមុខខៀវទាំងពីរនេះបាត់បង់ជីវិតឡើយជុំវិញការបាត់បង់ជីវិតយោធិនទាំងពីររូបនេះសម្ដេចមហាបវរធិបតីនាយកឧត្តមសេនីយ៍ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសាររំលែកទុក្ខជូនចំពោះក្រុមគ្រួសារសពផងដែរសម្ដេចហ៊ុនម៉ាណែតបានចាត់ទុកការបាត់បង់អនុសេនីយ៍ឯកឌួងម៉ាកាលីនិងអនុសេនីយ៍តូផាតម៉ូនីថាជាការបាត់បង់នីតិហ៊ានដ៏អង្អាចក្លាហានដែលបានលះបង់អស់ពីកម្លាំងកាយបញ្ញាស្មារតីស្ម័គ្រចិត្តចាក់ចេញឆ្ងាយមាតុភូមិកំណើតនិងក្រុមគ្រួសារជាទីស្រឡាញ់ដើម្បីបានធ្វើពលកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុមនុស្សធម៌អន្តរជាតិដែលជាការរួមចំណែកដ៏ធំធេងក្នុងការលើកតម្កើងកិត្តិយសភាពកម្ពុជានៅលើឆាកអន្តរជាតិឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនាយឧត្តមសេនីយ៍ទីសីហាក៏បានសម្ដែងការសោកស្ដាយចូលរួមរំលែកទុក្ខនិងចាត់ទុកការបាត់បង់យោធិនទាំងពីរថាគឺជាការបាត់បង់យោធិនដ៏ឆ្នើមពីររូបដែលបានធ្វើពលកម្មដើម្បីបុព្វហេតុមាតុភូមិកម្ពុជាចូលរួមថែរក្សាសន្តិភាពក្រុមឆាត់អង្គការសហប្រជាជាតិនិងរួមសោកទុក្ខជាមួយប្រជាជនកម្ពុជាជារៀងរហូតដល់អវសាននៃជីវិតចាប់តាំងពីឆ្នាំ2006បច្ចុប្បន្នកម្ពុជាបានបន្តបញ្ជូនកងទ័ពមុខខៀវចំនួនជិត 10000 នាក់ទៅបំពេញបេសកកម្មចំនួន12ក្នុងប្រទេសចំនួន10មានជាអាតស៊ូដង់ខាងត្បូងលីបង់ឆាតសៃប្រេសស៊ីរីម៉ាលីអាហ្វ្រិកកណ្ដាលយេម៉ែននិងហុងកូលើជំនាញបោះសម្បត្តិមីនអាវុធហត្ថពេទ្យកម្រិត2កំទេចគ្រាប់បន្ទាន់ផ្ទុះវិស្វកម្មរលៀនយន្តហោះវិស្វកម្មសំដង់ផ្ដេកបញ្ឈរនីតិហ៊ានសេនាធិការនិងសង្កេតការគិតត្រឹមខែកក្កដាឆ្នាំ2024លោកអាល់តុលការ៉េអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកគ្រប់គ្រងប្រតិបត្តិការរិសាសន្តិសុខបានដឹងថាកងទ័ពមុខខៀវកម្ពុជាចំនួន11រូបបានបាត់បង់ជីវិតក្នុងបេសកកម្មរិសាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិបើគេរាប់បញ្ចូលទាំងការបាត់បង់ជីវិតរបស់កងទ័ពមុខខៀវចំនួន2នៃខែឧសភាឆ្នាំ2025នេះទៀតនោះគឺមានន័យថាចំនួនកងទ័ពមុខខៀវកម្ពុជាដែលបាត់បង់ជីវិតក្នុងបេសកកម្មរិសាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិគឺកើនឡើងដល់13រូបហើយ